ជម្រាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្រៀនអ្នកនរគ្នាពីរបៀប clone app Facebook នេះអ្នកនរគ្នាអញ្ចឹងជាបន្តខ្ញុំនឹងបង្រៀនអ្នកនរគ្នាធ្វើយកមកទៅហើយសម្រាប់អ្នកនរគ្នាចង់បាន app clone នេះអ្នកនរគ្នាចូលក្នុង Telegram របស់ខ្ញុំមកខ្ញុំឲ្យ APK install វាអញ្ចឹងជាបន្តយើងចូលទៅកាន់ app clone ហ្នឹងទៅខ្ញុំនឹងបង្រៀនលឿនបន្តមកឥឡូវខ្ញុំចង់បង្រៀនរបៀប clone app នេះ Facebook មួយនេះចឹងវាដូចគ្នាតាមមួយនេះដែរទេចឹងយើងចូលមកចុចលើវាមួយទៅបន្ទាប់មកយើងធ្វើការ change កន្លែងនេះ clone member នេះកន្លែងនេះយើងចង់ clone យើងត្រូវទៅដាក់លេខខុសឥឡូវឧទាហរណ៍ថាយើងដាក់លេខ1លើកនេះយើង clone លេខ1អញ្ចឹងសារក្រោយយើង clone ម្ដងទៀតយើងត្រូវដាក់លេខ2លេខ2អញ្ចឹងហ្នឹងសម្រាប់ធ្វើការដូរ clone ហើយយើងត្រូវ change name រហូតចុចយើងចុចទៅវាទៅអូខេកន្លែងឈ្មោះនេះអ្នកគ្នាចង់ដាក់ទៅនេះខ្សែចិត្តព្រោះខ្ញុំខ្ជិលដាក់ញ៉ៃហើយកន្លែងនេះគឺកន្លែងសម្រាប់យើងដាក់លេខឲ្យវានៅខាងលើហ្នឹងយើងសម្គាល់ថាលេខមួយអញ្ចឹងនេះវាចេញអញ្ចឹងចង់ដូរពណ៌ឲ្យដូរតាមចិត្តនេះកន្លែងដូរពណ៌អញ្ចឹងដូរទៅកន្លែងនេះសំខាន់ជាងគេគឺចូលដល់កន្លែងនេះ privacy option នេះយើងចូលកន្លែងហ្នឹងមកបន្ទាប់មកយើងធ្វើការបើកយកមកក្រុមតិចនេះយក change Android ID យកមកយើងយកពាក្យថា random ហើយអូខេបន្ទាប់មក change ទៀតមកហើយ random អ្នកគ្នាធ្វើតាមខ្ញុំមួយមកហើយអាចខាវីដេអូនឹងទុកមើលបានដាក់វីដេអូយឺតទៅមើលបានដូចគ្នាអ្នកគ្នាអញ្ចឹងយើងយកទៀតមកនេះដាក់ random ហើយកន្លែងហ្នឹងដូចមានតែប៉ុណ្្នឹងទេហើយជាបន្តទៀតយើងចូលនៅកន្លែងនេះ storage option នេះចុចលើវាមួយមកទៅមក install នេះយកលើគេហ្នឹងទាំងពីរហ្នឹងទៅមកយកនេះមួយទៀតអញ្ចឹងវាមាន3 1 2 3អញ្ចឹងកន្លែងហ្នឹងមានប៉ុណ្្នឹងទេហើយយើងចូលដល់មកកន្លែងទៀតនេះកន្លែង clone option នេះកន្លែងហ្នឹងយើងច្រើនដែរយើងត្រូវយកតាមខ្ញុំមកនេះអ្នកគ្នាចុចតាមខ្ញុំមកកុំឲ្យវីដេអូហ្នឹងយូរពេកនេះចុចតាមហ្នឹងមកហ្នឹងទៀតហ្នឹងទៀតទៀតហ្នឹងទៀតនេះវាសល់តែមួយនេះទេអញ្ចឹងរបៀប clone មានប៉ុណ្ណឹងហើយយើងចូលទៅដល់ការ clone បន្តទៀតចេញមកវិញមកកន្លែងហ្នឹងមាន11យើងចុចគ្រីសមកនេះដានហ្នឹងតើមកចុចពាក្យថាអូខេវា clone ឲ្យលឿនតែហើយយើងចុចពាក្យថា install app មកនេះហើយយើង install វាទៅហើយមកដល់កន្លែងនេះយើងចុចពាក្យថា more នេះដើម្បីឲ្យវាអាច install បានអីចឹងព្រោះឲ្យវាចាប់ថាមានមេរោគមានអីចឹងខ្ញុំសូវដឹងច្បាស់ដែរអ្នកនេះធ្វើតាមខ្ញុំមកហើយចុច install មកអ្នកគ្នាតែប៉ុណ្ណឹងវា install ហើយស្រេចនេះហើយនេះគឺជា app ដែលយើង clone ហើយអញ្ចឹងសម្រាប់ការខុសឆ្គងអីផ្សេងសូមអ្នកគ្នាអធិស្ឋានផងដែរដោយសារតែខ្ញុំថ្មីថ្មោងទេហើយក៏គ្រាន់តែចង់ចែកម្លែកឲ្យអ្នកគ្នាដឹងចឹងមានប៉ុណ្ណឹងទេអរគុណច្រើន